ទះតិចកម្មមួយកន្លែងនេះជារបស់បងប្រុសបងស្រីដែលគាត់មានទីលំនៅរស់ក្នុងខេត្តកំពតសប្តាហ៍ថ្ងៃនេះគាត់មានមុខរបរជាអ្នករត់ឡានហើយជារៀងរាល់ថ្ងៃគាត់តែងតែក្រោកពីព្រលឹមល្ងិតដើម្បីនឹងដប់អីវ៉ាន់សម្ភារៈរបស់គាត់នឹងទៅលក់នៅឯទីក្រុងភ្នំពេញថ្ងៃមួយគាត់បានពិភាក្សាជាមួយគ្រួសារថាគាត់ចង់បានផ្ទះតិចកម្មមួយកន្លែងទុកសម្រាប់នៅពេលដែលគាត់ចាស់ទៅគាត់រកឡានលែងបានគាត់រត់ឡានលែងកើតគឺគាត់បានផ្ទះតិចកម្មមួយគ្រាន់នឹងបានចំណូលជួយសម្រួលដល់សេដ្ឋកិច្ចគ្រួសាររបស់គាត់ហើយគាត់ក៏បានចាប់ដើមស្វែងរកអ្នកជំនាញសាងសង់ផ្ទះតិចកម្មហ្នឹងតាមប្រព័ន្ធ social media ផ្សេងៗដូចជា Facebook YouTube គាត់បានឃើញអ្នកជំនាញច្រើននៅក្នុងហ្នឹងហើយតែអ្វីដែលពិសេសនោះគឺគាត់បានប្រាប់ថាគាត់មើលសទ្ធាចិន្តាច្រើនឆ្នាំហើយឃើញថាការនិយាយស្ដីការប្រម៉ូសិនសម្រាប់អតិថិជនរបស់គាត់គឺត្រង់ទៅត្រង់មកអត់ប្រលឹះបន្លំការពិតអីទេនិយាយចំគាត់ថាអត់ចូលចិត្តអ្នកអួតបាទគាត់ចូលចិត្តអ្នកអួតទេហើយចំសទ្ធាចិន្តាគឺស្ដាប់ទៅគឺគាត់អត់ទៅអួតទេនិយាយអីពិតត្រង់មួយគ្នាហើយមួយរយៈនេះមានបងប្អូនដែលជាអ្នកស្រឡាញ់វិស័យចិញ្ចឹមសត្វជាកម្មច្រើនគាត់តាក់ទងមកសួរនាំពីសេវាកម្មនិងតម្លៃរបស់ផ្ទះជាកម្មຂະຫນាតណាទំហំណាតម្លៃប៉ុន្មានຂະຫນាតណាទំហំប្រមាណគ្រប់ស្រទាប់វណ្ណៈបងប្អូនមានទាំងបងប្អូននៅកូរ៉េមានបងប្អូនគ្រូជាគ្រូបង្រៀនមានបងប្អូនជាប្រជាកសិករមានបងប្អូនដែលជាមន្ត្រីរាជការអ្នកខ្លះក៏បងប្អូនខ្លះក៏ចូលនិវត្តន៍ផងដែរពីខ្ញុំបាទសទ្ធាចិន្តាមានសេចក្តីសុំរីករាយស្វាគមន៍សម្រាប់បងប្អូនទាំងអស់គ្នា25ខេត្តក្រុងណាពិសេសបងប្អូនដែលនៅឯនាយសមុទ្រនៅឆ្ងាយណាដែលបានចំណាយពេលវេលាទាំងថវិកាខលមកឆាតមកសួរនាំពីតម្លៃនៃសេវាកម្មរបស់ក្រុមការងារសទ្ធាចិន្តាបងប្អូនខ្លះសួរនាំហើយក៏មានលទ្ធភាពគាត់ធ្វើភ្លាមតែម្ដងតែបងប្អូនខ្លះសួរនាំហើយក៏គាត់អត់ទាន់មានលទ្ធភាពដែរអញ្ចឹងរីករាយស្វាគមន៍បងប្អូននៅពេលដែលមានលទ្ធភាពគ្រប់គ្រាន់បងប្អូនអាចត្រឡប់មកម្ដងទៀតហើយយើងនឹងវិភាសាគ្នាតែអ្វីដែលខ្ញុំសូមហាមមួយបងប្អូនណារបរចិញ្ចឹមសត្វជាកម្មនេះខ្ញុំហាមគឺមិនអោយខ្ចីលុយធនាគារមកសាងសង់ទេហាមណាមិនអោយខ្ចីលុយធនាគារដាច់ខាតមកសាងសង់ផ្ទះជាកម្មទេព្រោះមុខរបរនេះវាប្រើពេលវេលា